ព្រះគុណទ្រង់ទូលបង្គំអធិដ្ឋាននាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទគុណច្រើនអញ្ចឹងនៅថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនរាល់គ្នាបានដឹងអំពីចំណងជើងថ្មីដែលយើងនិយាយថាមនុស្សថ្មីបាទអញ្ចឹងបងប្អូនដែលសម្រេចចិត្តចុះឈ្មោះជាសមាជិកព្រះវិហាររបស់យើងសម្រាប់ចិត្តទទួលជឿលើផងព្រះអង្គគឺបងប្អូនកំពុងតែសិក្សាស្វែងយល់អំពីព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទមែនទេអញ្ចឹងដំណាក់កាលដែលយើងចាប់ដើមសម្រាប់ចិត្តហ្នឹងមានន័យថាគឺដំណាក់កាលដូចជាមនុស្សថ្មីបាទមនុស្សដំបូងថ្មីមានថាអត់តមានអីទាំងអស់យល់ទេប៉ុន្តែយើងកំពុងតែចាប់ដើមជំហានដើរជាមួយនឹងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអញ្ចឹងដើម្បីជួយឲ្យបងប្អូនអ្នកថ្មីមានថាអ្នកដែលទើបស្គាល់ព្រះអង្គមិនទាន់បានដឹងអ្វីទាំងអស់អំពីព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទនៅព្រះវិហាររបស់យើងបានរៀបចំប្រព័ន្ធនៃការអប់រំបាទគ្រឹះបរិស័ទបងប្អូនអ្នកដែលជឿថ្មីគឺទី1ដើម្បីជួយឲ្យជំនឿរបស់ផងយើងនេះរីកចម្រើនឡើងហើយរហូតដល់បងប្អូនរាល់គ្នាអាចបង្កើតផលផ្លែថ្វាយទៅកាន់ព្រះអង្គអញ្ចឹងដំបូងឡើយគឺបងប្អូនរាល់គ្នាបើកដួងចិត្តទទួលព្រះអង្គបន្តមកទៀតគឺត្រូវឆ្លងកាត់ថ្នាក់សិក្សាថ្នាក់អីគេសេចក្តីពិតថ្នាក់សេចក្តីពិតនឹងមាន5មេរៀនអញ្ចឹងយើងត្រូវឆ្លងកាត់អញ្ចឹងនៅក្នុងមេរៀនហ្នឹងមានព្រះយេស៊ូវជាអីគេព្រះវិហារជាអ្វីព្រះគម្ពីរជាអ្វីអញ្ចឹងនឹងបញ្ចូលបងប្អូនរាល់គ្នាបានត្រួសត្រាសដើម្បីឲ្យបងប្អូនងាយយល់ហើយបន្ទាប់ពីឆ្លងកាត់សេចក្តីពិតហ្នឹងហើយថ្នាក់បន្ទាប់ទៀតគេហៅថាថ្នាក់មូលដ្ឋានគ្រឹះនៃសេចក្តីជំនឿអញ្ចឹងមូលដ្ឋានគ្រឹះសេចក្តីជំនឿហ្នឹងមេរៀនហ្នឹងគឺបញ្យល់លម្អិតជាងអាមេរៀនទី5ថ្នាក់សេចក្តីពិតទៀតអញ្ចឹងនឹងជួយឲ្យបងប្អូនរាល់គ្នាកាន់តែស៊ីជម្រៅរយៈពេល6ខែអញ្ចឹងថ្នាក់មូលដ្ឋាននៃជំនឿហ្នឹងគឺរយៈពេល6ខែហ្នឹងសម្រាប់បងប្អូនអ្នកថ្មីហើយបន្ទាប់ពីឆ្លងកាត់សភៅនឹងចប់ហើយបងប្អូននឹងចាប់ផ្ដើមចូលវគ្គបន្តទៀតគឺវគ្គត្រៀមជាមួយទឹកវគ្គត្រៀមជាមួយទឹកហ្នឹងមានសំណួរចម្លើយហើយវគ្គត្រៀមជាមួយទឹកហ្នឹងគឺបងប្អូនដែលមកព្រះវិហារចាប់ពី6ខែឡើងបើថាបន្ទាប់ពីបងប្អូនបញ្ចប់ថ្នាក់មូលដ្ឋានគ្រឹះនៃជំនឿហ្នឹងគឺបងប្អូនរាល់គ្នាអាចសិក្សាថ្នាក់សំណួរចម្លើយត្រៀមជាមួយទឹកបាទបន្ទាប់មកបងប្អូនរាល់គ្នានឹងបងប្អូនដែលសម្រេចចិត្តថាអូបងប្អូនច្បាស់ថាទទួលជឿលើព្រះអង្គនៅពេលនោះបងប្អូននឹងត្រូវឆ្លើយសំណួរចម្លើយជាមួយនឹងក្រុមចាស់ទុំដែលនៅព្រះវិហាររបស់ផងយើងហើយបន្ទាប់មកទៀតបងប្អូននឹងអាចទទួលជាមួយទឹកបានគឺកំឡុងដល់ពេលបងប្អូនរាល់គ្នាមកព្រះវិហារចាប់បានពី6ខែឡើងបាទ6ខែឡើងអញ្ចឹងនៅក្នុងទីនេះយើងឃើញថាហេតុផលដែលយើងបានរៀបចំប្រព័ន្ធនៃការអប់រំនេះគឺដើម្បីជួយឲ្យបងប្អូនអ្នកថ្មីបាទអ្នកថ្មីអ្នកដែលមិនទាន់បានស្គាល់ព្រះអង្គនឹងរីកចម្រើនខាងសេចក្តីជំនឿដើម្បីបងប្អូននឹងមានគ្រឹះហេតុអីបានជាយើងប្រាប់បងប្អូនរាល់គ្នាពីចំណុចនេះវាប្រៀបដូចជាផ្ទះអញ្ចឹងបើសិនជាផ្ទះសាងសង់អត់មានគ្រឹះទេយ៉ាងម៉េចបងប្អូនគឺរលំបាទវាអាចរង្គើជំនឿរបស់យើងបងប្អូនអាចរង្គើប៉ុន្តែនៅពេលបងប្អូនចាក់គ្រឹះជាមួយព្រះបន្ទូលដូច្នេះអត់រង្គើទេបើទោះជាមានព្យុះភ្លៀងមកក៏ដោយបើទោះជាមានការលបួងមានបញ្ហាណាក៏ដោយប៉ុន្តែបងប្អូននៅតែឈរជាប់ជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គអញ្ចឹងព្រះបន្ទូលមានអំណាចអញ្ចឹងហើយបានជាចង់ឲ្យបងប្អូនរាល់គ្នាបានផ្ដោតយកចិត្តទុកដាក់ក្នុងការទទួលការសិក្សាព្រះបន្ទូលព្រះអង្គជាមួយគ្នាជាពិសេសបងប្អូនអ្នកដែលទើបមកថ្មីចុះបងប្អូនរាល់គ្នាដែលជាគ្រឹះបរិស័ទរួចហើយបាទបានឆ្លងកាត់វគ្គការសិក្សាទាំងអស់នោះហើយតើបងប្អូនរាល់គ្នាមានដឹងថាតើបងប្អូនមានភារកិច្ចអ្វីខ្លះដែលត្រូវធ្វើបន្តទៀតបាទបន្ទាប់ពីមុនពីដើមយើងមនុស្សចាស់មានថាមនុស្សពីដើមយើងពីមុនរស់នៅក្នុងអំពើបាបមែនទេប៉ុន្តែអំពើបាបរបស់យើងត្រូវបានស្លាប់បាទឥឡូវនេះយើងចាប់ដើមមនុស្សថ្មីយើងចាប់ដើមកើតជាថ្មីជីវិតថ្មីខុសប្លែកពីជីវិតមុនឥឡូវបងប្អូនមានដឹងទេថាបងប្អូនរាល់គ្នាខុសប្លែកពីជីវិតពីដើមខុសប្លែកពីជីវិតមុនឬក៏ដូចមុនឬក៏ល្អជាងមុនឬក៏អន់ជាងមុនយើងបងប្អូនមានតែឆែកមើលខ្លួនឯងទេតើជីវិតក្នុងជំនឿបងប្អូនរាល់គ្នាល្អជាងមុនឬក៏មិនសូវល្អទេល្អជាងមុនឃើញទេអញ្ចឹងមានថាកំពុងតែរីកចម្រើនដែរប៉ុន្តែបើឆែកមើលគេមានតែកើនដល់ពេលយើងអត់កើនទៅជាថយវិញអានោះគឺកំពុងតែត្រូវការព្យាបាលអូខេបាទដូច្នេះហើយមេរៀននៅក្នុងការអធិប្បាយនៅថ្ងៃនេះគឺជួយឲ្យបងប្អូនរាល់គ្នាទាំងអ្នកថ្មីនិងអ្នកចាស់គឺពិនិត្យមើលខ្លួនឯងឡើងវិញថាតើយើងកំពុងតែរស់ក្នុងជីវិតថ្មីឬក៏រស់នៅក្នុងជីវិតចាស់មនុស្សចាស់តែរស់នៅក្នុងជីវិតថ្មីឬក៏មនុស្សចាស់រស់នៅក្នុងមនុស្សចាស់អូខេមនុស្សចាស់រស់នៅក្នុងជីវិតថ្មីគឺត្រឹមត្រូវអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនរាល់គ្នាមនុស្សចាស់តែរស់នៅក្នុងជីវិតថ្មីអាមែនបាទអញ្ចឹងនៅថ្ងៃនេះមេរៀននៅថ្ងៃអធិប្បាយនៅថ្ងៃនេះនឹងជួយបងប្អូនរាល់គ្នាបានគឺនៅពេលណា
នៅពេលដែលបងប្អូនរកគ្នាបានដោះមនុស្សចាស់ចេញបាទមនុស្សចាស់សម្លាប់មនុស្សចាស់ចេញចង់និយាយថាសម្លាប់អំពើបាបដោះអំពើបាបកវត្តចោលអាហ្នឹងទើបយើងអាចចាប់ផ្ដើមជីវិតថ្មីបានតើណាប៉ុន្តែបើសិនជាយើងមិនដោះកវត្តចោលយើងមិនកាត់កវត្តចោលវានៅទុំនឹងដូចមហារាជអញ្ចឹងតើណាបងប្អូនបើសិនជាបងប្អូនរកគ្នាពេទ្យគេបានពិនិត្យថាបងប្អូនមានមហារាជពេទ្យដែលគេផ្ដល់យោបល់ឲ្យបងប្អូនរកគ្នាគឺវះកាត់តែម្ដងមានបងប្អូនមានថាធ្លាប់មានមហារាជខ្លះបាទហើយពេទ្យគេថាម៉េចជម្រើសគឺវះកាត់បើអត់វះកាត់ទេយ៉ាងម៉េចគឺស្លាប់អត់វះកាត់ទេគឺស្លាប់ចុះបើសិនជាកាត់មហារាជនឹងចេញជួយសង្គ្រោះឲ្យមានជីវិតដូចគ្នាអញ្ចឹងដើម្បីយើងអាចរីកចម្រើនយើងត្រូវវះកាត់សាច់ដែលស្អុយនឹងចេញមហារាជតែហើយវាអាចហើមវាអាចស៊ីក្នុងរហូតដល់យើងអាចបាត់បង់ជីវិតយល់ទេបាទឧទាហរណ៍ដូចបងប្អូនរកគ្នាដែរឧទាហរណ៍បើសិនជាឧទាហរណ៍ជាអាវបើសិនជាបងប្អូនរកគ្នាពាក់អាវនឹងចាស់បាទហើយបន្ទាប់មកវាយូរឆ្នាំហើយសួរថាបងប្អូននៅតែពាក់វាតទៀតឬក៏ទិញអាវថ្មីស្រឡាញ់អាវថ្មីឬក៏ស្រឡាញ់អាវចាស់បាទថ្មីអញ្ចឹងដូចគ្នាអញ្ចឹងមានថាយើងដោះអាជីវិតចាស់របស់យើងនោះជីវិតនៅក្នុងអំពើបាបនោះកវត្តចោលហើយបន្តមកយើងប្រដាប់ពាក់ដោយអាវថ្មីជីវិតថ្មីហើយការដែលយើងពាក់អាវថ្មីជីវិតថ្មីយើងដោះជីវិតចាស់ចេញដោយបំពាក់ព្រះបន្ទូលរបស់ព្រះអង្គគឺការរៀនអំពីព្រះគ្រីស្ទគ្រីស្ទបរិស័ទដែលរៀនពីព្រះគ្រីស្ទគឺជាគ្រីស្ទបរិស័ទដែលប្រដាប់ដោយអាវព្រះអង្គអាវសុចរិតអាវសេចក្តីពិតគឺចង់និយាយថាពេលដែលបងប្អូនរៀនស្វែងយល់ពីព្រះយេស៊ូវគឺបងប្អូនកំពុងតែពាក់អាវថ្មីតោះណាតើបងប្អូនរកគ្នាកំពុងតែពាក់អាវថ្មីឬក៏កំពុងតែពាក់អាវចាស់វាអាវចាស់បាទអញ្ចឹងអាចដោះអាវចាស់ហើយពាក់អាវថ្មីនោះបងប្អូននឹងឃើញស្អាតមកគេមើលមកជុំស្អាតសង្ហាដោយសារអាវមែនអត់ពេលខ្លះមិនសូវមុខបានទេតែដោយសារអាវយោងអីចឹងទៅឃើញទៅវាលើកសម្រស់យើងយើងកំពុងមុខយើងកំពុងតែអាប់ហ្នឹងដល់ពេលពាក់អាវទៅវាចាំងហ្មងហ្នឹងហើយថ្ងៃនេះគាត់ពាក់អាវថ្មីមកឲ្យស្អាតគ្រប់គ្នាឃើញគ្រប់គ្នាឃើញថាគាត់ស្អាតគ្រប់គ្នាឥឡូវបងប្អូនអានទាំងអស់គ្នាតោះអេភេសូចំពោះ4ខ17 1 2 3ដូច្នេះខ្ញុំនិយាយសេចក្តីនេះហើយធ្វើបន្ទាល់ក្នុងព្រះអង្គថាកុំបីឲ្យអ្នករកគ្នាដើរដូចជាសាសដតីឯទៀតដែលគេដើរតាមគំនិតអត់ប្រយោជន៍របស់គេទៀតឡើយបទចម្រៀងមិញបងប្អូនរកគ្នាជ្រៀងមិញដើរក្នុងពន្ធលឺរំក្នុងពន្ធលឺឯគេទៀតលោតក្នុងពន្ធលឺអញ្ចឹងមានថាព្រះអង្គចង់ឲ្យយើងដើរក្នុងព្រះអង្គម្ចាស់ដើរធ្វើបន្ទាល់ពីព្រះមានថាព្រះអង្គអត់ចង់ឲ្យយើងដើរដូចជាសាសដតីមានថាអត់ចង់ឲ្យយើងដើរដូចជាអ្នកដែលមិនជឿព្រះនោះទេប៉ុន្តែឲ្យយើងដើរតាមព្រះគ្រីស្ទអាមែនព្រះអង្គអត់ចង់ឲ្យយើងដើរតាមគំនិតអត់ប្រយោជន៍ទេអញ្ចឹងបងប្អូនអាចបែងចែកគំនិតណាមានប្រយោជន៍គំនិតណាអត់ប្រយោជន៍អញ្ចឹងបងប្អូនយកគំនិតដែលមានប្រយោជន៍ឬក៏អត់ប្រយោជន៍បាទយកមានប្រយោជន៍កុំយកគំនិតដែលអត់ប្រយោជន៍អាមែនអញ្ចឹងគំនិតណាមានប្រយោជន៍ចូលដើរតាមព្រះអង្គបង្រៀនអញ្ចឹងគំនិតណាដែលមានប្រយោជន៍ឲ្យយើងដើរតាមគំនិតណាកិច្ចការណាដែលអត់ប្រយោជន៍កុំដើរតាមបាទអញ្ចឹងព្រះអង្គបង្រៀនយើងអញ្ចឹងយើងដើរតាមព្រះគ្រីស្ទយើងដើរតាមព្រះបន្ទូលព្រះអង្គដោយការស្ដាប់បង្គាប់នោះមានន័យថាយើងបានជ្រើសរើសដើរតាមសេចក្តីពិតព្រះអង្គដូចជាព្រះអង្គបានមានបន្ទូលអំពីខ18បងប្អូនអាន1 2 3គំនិតគេត្រូវបង្អាប់ហើយគេបានដាច់ចេញពីព្រះជន្មព្រះដោយសារសេចក្តីក្លៅល្ងង់ក្នុងខ្លួនគេព្រោះចិត្តគេរឹងទទឹងក្រុមជំនុំនៅក្នុងទីក្រុងអេភេសូបងប្អូននឹងថាហេតុអីបានជាក្រុមជំនុំមានបញ្ហាដោយសារគេក្រុមជំនុំដោយសារគេពួកគេអត់បានដើរតាមព្រះបន្ទូលព្រះនោះទេគឺក្រុមជំនុំអ្នកក្រុមជំនុំទាំងអស់នោះពួកបានដាច់ចេញពីព្រះអង្គបាទព្រះអង្គបានមានបន្ទូលថាសម្រាប់ពលបាននិយាយថាដោយសារសេចក្តីក្លៅល្ងង់នៅខ្លួនគេចិត្តពួកគេគឺរឹងទទឹងជាមួយព្រះបន្ទូលព្រះអង្គមានថាគេរស់នៅតាមចិត្តគំនិតរបស់ពួកគេតែម្ដងគេអត់ព្រមទទួលរៀនតាមព្រះគម្ពីរទេរៀនតាមព្រះបន្ទូលព្រះអង្គនេះមានថាគេនៅតែយកចិត្តខ្លួនឯងរៀនតាមចិត្តខ្លួនឯងជាជាងការរៀនតាមព្រះបន្ទូលព្រះអង្គអញ្ចឹងហើយបានជាព្រះអង្គបានមានបន្ទូលថាគឺពួកគេបានដាច់ចេញពីព្រះបាទព្រះអង្គបានរាប់ពួកគេថាជាដើរតាមសេចក្តីក្លៅល្ងង់ចិត្តគេរឹងទទឹងហើយប
បដិសេធចំពោះព្រះអង្គដូចជាខ19បងប្អូនអានបងប្អូន1 2 3គេលែងខ្លាចបាបបានជាគេប្រគល់ខ្លួនទៅឯសេចក្តីអាភាសដើម្បីនឹងប្រព្រឹត្តសេចក្តីស្មុគរោគគ្រប់យ៉ាងដោយចិត្តវក់វិញបាទអញ្ចឹងហើយគេខ្លាចគេលែងខ្លាចបាបគេអត់ខ្លាចបាបទេបាទគេប្រគល់ខ្លួនមកគេទៅអីគេទៅអំពើបាបទៅសេចក្តីស្មុគរោគដោយចិត្តវក់ធ្វើការទាំងអស់នោះដោយញៀនបាទដោយមិនខ្លាចព្រះអង្គដោយមិនកោតខ្លាចព្រះអង្គនេះហើយជាជីវិតក្រុមជំនុំនៅក្នុងពួកអ្នកនៃទីក្រុងអេភេសូអញ្ចឹងសួរថាតើក្រុមជំនុំនឹងរីកចម្រើនទេចុងក្រោយគឺបែកបាក់ទាំងអស់ហេតុផលដែលបែកបាក់ហេតុផលដែលមិនរីកចម្រើនដោយសារពួកក្រុមជំនុំនឹងធ្វើអីគេបងប្អូននេះគឺគាត់ពួកក្រុមជំនុំនៅក្នុងអេភេសូទាំងអស់នោះគាត់បានប្រគល់ខ្លួនទៅសេចក្តីអាភាសសេចក្តីស្មុគរោគដូច្នេះហើយបានជាពួកក្រុមជំនុំគឺបែកខ្ញែកបែកបាក់បាទអញ្ចឹងហើយបងប្អូនរកគ្នាឃើញថាបើសិនជាយើងមិនដោះមិនសារភាពមិនបញ្ឈប់នៅអំពើបាបទាំងអស់នោះហើយបែរមកឲ្យព្រះនោះទេយើងនឹងអាចមានស្ថានភាពដូចជាអ្នកនៅក្នុងក្រុមជំនុំអេភេសូយ៉ាងដូចនោះដែរបាទអញ្ចឹងអត់រីកចម្រើនវាថាក្រុមជំនុំក្រិនហេតុអីបានជាក្រិនគាត់អត់ព្រមបានដោះអាវចាស់មនុស្សចាស់ចេញទេយល់ទេបាទអញ្ចឹងក្នុងខ20ព្រះអង្គបានមានបន្ទូលម៉េចអាន1 2 3អ្នករកគ្នាមិនបានរៀនឲ្យស្គាល់ព្រះគ្រីស្ទយ៉ាងនោះទេបាទពួកគេអត់ចាប់អារម្មណ៍ជាមួយព្រះបន្ទូលព្រះអង្គទេបាទអញ្ចឹងក្រុមជំនុំដែលមានហានិភ័យខ្ពស់នៅពេលដែលក្រុមជំនុំអត់ចាប់អារម្មណ៍អានព្រះគម្ពីរអត់ចាប់អារម្មណ៍រៀនព្រះគម្ពីរនោះគឺជាហានិភ័យខ្ពស់មែនទែនបាទអញ្ចឹងពួកគេងាយក្នុងការធ្លាក់ទៅក្នុងអំពើបាបតោះនេះដោយសារគេធ្វើតាមចិត្តខ្លួនគេជាជាងការធ្វើតាមចិត្តព្រះអង្គអញ្ចឹងបងប្អូនរកគ្នាត្រូវចាំថាតើបងប្អូនរកគ្នាដើរតាមព្រះបន្ទូលព្រះអង្គឬក៏ដើរតាមចិត្តខ្លួនឯងបាទដើរតាមព្រះបន្ទូលព្រះអង្គពីព្រោះថាព្រះបន្ទូលព្រះអង្គជាគេជាពន្លឺជាសេចក្តីពិតបាទជាគោលជាគ្រឹះដែលយើងត្រូវរៀនតាមហើយព្រះបន្ទូលព្រះអង្គនៅជាប់ជាមួយយើងជានិច្ចគឺអេម៉ាញូអែលគឺព្រះដែលគង់នៅជាមួយនឹងយើងព្រះបន្ទូលព្រះអង្គគឺគង់នៅជាមួយយើងជានិច្ចមានអំណាចជួយយើងសង្គ្រោះយើងឲ្យយើងបានដឹងពីសេចក្តីពិតអញ្ចឹងហើយបានជាយើងយកព្រះបន្ទូលព្រះអង្គហើយព្រះបន្ទូលព្រះអង្គមិនមែនដាក់សម្ពាធមកយើងទេមិនមែនដូចជាគិតពីន័យដាក់សម្ពាធមកយើងមានថាព្រះបន្ទូលព្រះអង្គយើងស្ដាប់បង្គាប់ព្រះបន្ទូលព្រះអង្គនោះហើយគឺជាការដែលយើងបានទទួលនៅព្រះពរនៅពេលដែលយើងបានយល់រៀនហើយយល់ហើយយើងរស់នៅក្នុងជីវិតតាមព្រះបន្ទូលព្រះអង្គយើងទទួលបានព្រះពរបាទយើងទទួលបានការរីកចម្រើនបាទនេះហើយគឺជាអ្វីដែលព្រះអង្គចង់បង្រៀនយើងឲ្យយើងបានស្វែងរកព្រះអង្គដូចជានៅក្នុងព្រះគម្ពីរម៉ាថាយចំពោះទី6ខទី33បងប្អូនអាន1 2 3ចូលស្វែងរកនគរនិងសេចក្តីសុចរិតនៃព្រះជាមុនសិនទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករកគ្នាថែមទៀតផងតើព្រះអង្គឲ្យយើងស្វែងរកអីគេមុនបាទនគរព្រះឃើញអត់នគរព្រះអ្វីដែលសំខាន់នៅក្នុងជីវិតផែនដីនេះគឺសំខាន់ទាំងអស់អត់មានថាអត់សំខាន់ទេណាប៉ុន្តែដែលសំខាន់ជាងអីគេគឺនគរព្រះចង់និយាយថាព្រះបន្ទូលព្រះសំខាន់ជាងបាទយើងមានព្រះបន្ទូលព្រះអង្គថ្វាយបង្គំព្រះអង្គរៀនព្រះបន្ទូលព្រះអង្គសេចក្ដីគិតលើព្រះបន្ទូលព្រះអង្គជាទី1ព្រះអង្គបានសន្យាថាម៉េចនឹងបានអីគេឥឡូវយើងមើលនឹងប្រទានមកអ្នករកគ្នាថែមទៀតអ្វីដែលយើងចង់បានអ្វីដែលយើងប្រាថ្នាព្រះអង្គឲ្យយើងថែមទៀតបាទលើសពីអ្វីដែលយើងស្វែងរកទៅទៀតបាទអញ្ចឹងហើយនេះគឺជាកលឹះដែលព្រះអង្គចង់ឲ្យយើងចាប់ផ្ដើមទី1ចាប់ផ្ដើមរៀនស្វែងយល់ពីព្រះអង្គម្ចាស់ព្រះយេស៊ូវនិងអ្វីដែលបងប្អូនរកគ្នាត្រូវការអ្វីដែលបងប្អូនរកគ្នាចាំបាច់ព្រះអង្គនឹងប្រទានឲ្យព្រះអង្គនឹងគប់គង់ឲ្យប៉ុន្តែភាគច្រើនចិត្តបងប្អូនរកគ្នានឹងចិត្តខ្ញុំស្វែងរកព្រះមុនឬក៏របស់ដែលត្រូវការមុនផ្ទុយគ្នាវិញយើងគឺយកអារបស់ដែលយើងត្រូវការហ្នឹងជាទី1វិញដល់ណាហើយព្រះយើងរុញមកទី2ហ្នឹងទៅតោះណាប៉ុន្តែនៅថ្ងៃនេះបងប្អូនរកគ្នាចាប់ផ្ដើមជីវិតថ្មីស្រួលទេគឺគ្រាន់តែដាក់ព្រះបន្ទូលព្រះអង្គជាទី1ទៅបានហើយអាមែនព្រះបន្ទូលព្រះអង្គជាទី1ហើយអ្វីដែលបងប្អូនរកគ្នាខ្វះខាតអ្វីដែលបងប្អូនត្រូវការព្រះអង្គនឹងគប់គង់ឲ្យបងប្អូនរកគ្នាអញ្ចឹងនៅក្នុងព្រះគម្ពីរព្រះអង្គបានស្វែងឲ្យយើងស្វែងរកព្រះបន្ទូលព្រះអង្គអញ្ចឹងការយើងស្វែងរកព្រះបន្ទូលព្រះអង្គតាមរយៈការគេបងប្អូនការដែលយើងរៀនសិក្សាដូចខ្ញុំបានប្រាប់ពីក្បាលដំបូងអញ្ចឹងនឹងហើយគឺជួយបងប្អូនរកគ្នាឲ្យបានស្វែងយល់អំពីព្រះបាទទី2គឺយើងអាចស្វែងយល់អំពីព្រះអង្គបានតាមរយៈការស្ដាប់ព្រះបន្ទូលដូចបងប្អូនកំពុងតែអង្គុយហ្នឹង
កំពុងតែបងប្អូនកំពុងតែគិតពិចារណាហើយអាចយល់បាននៅអ្វីដែលសេចក្តីអធិប្បាយព្រះបន្ទូលព្រះអង្គបានមានបន្ទូលតាមរយៈសេចក្តីអធិប្បាយអញ្ចឹងធ្វើឲ្យបងប្អូនរកគ្នាភ្ជាក់ធ្វើឲ្យបងប្អូនរកគ្នាបានដឹងយល់ហើយបងប្អូនរកគ្នាអាចយកទៅអនុវត្តនៅក្នុងជីវិតរបស់យើងបានអញ្ចឹងហើយបានជារាល់សប្តាហ៍ថ្ងៃទឹកយើងតែងតែប្រជុំគ្នាថ្វាយបង្គំព្រះអង្គស្ដាប់ព្រះបន្ទូលព្រះអង្គគឺដើម្បីយើងស្វែងយល់យើងរៀនពីព្រះអង្គយើងអនុវត្តតាមព្រះបន្ទូលព្រះអង្គបើមិនយើងអត់ស្ដាប់យល់ទេសួរថាបងប្អូនរកគ្នាអាចអនុវត្តបានទេអត់បានទេដោយសារយើងអត់ដឹងតែនៅពេលយើងដឹងយើងយល់យើងអាចយកទៅអនុវត្តបានអញ្ចឹងចំណុចទី2គឺយើងមានចិត្តចង់ឮចង់ស្ដាប់ព្រះបន្ទូលព្រះអង្គនោះបងប្អូននឹងយល់បងប្អូននឹងដឹងអំពីព្រះបន្ទូលព្រះអង្គបាទឥឡូវបងប្អូនឃើញដូចបងស្រីបងនារីគាត់បានតែងតែលើកប្រាប់ពីទីបន្ទាល់កូនរបស់គាត់ពីមុនកូនរបស់គាត់អត់ស្ដាប់បង្គាប់ដើរលេងច្រើនប៉ុន្តែនៅពេលដែលគាត់ឃើញកូនរបស់គាត់បានចាប់ផ្ដើមទទួលជឿព្រះហើយគាត់ចាប់ផ្ដើមផ្លាស់ប្ដូរជីវិតថ្មីគាត់មានសេចក្តីអំណរហើយរីករាយមែនទែនបាទអានេះក្នុងជីវិតគាត់ហើយចុះជីវិតបងប្អូនរកគ្នាវិញក៏ដូចគ្នាដែរនៅពេលដែលយើងចាប់ផ្ដើមបើកចិត្តទទួលព្រះអង្គហើយរៀនអំពីព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទបងប្អូននឹងផ្លាស់ប្រែថ្មីមកបាទពីអ្វីដែលបងប្អូនរកគ្នាគិតស្មានមិនដល់ប៉ុន្តែព្រះនឹងផ្លាស់ប្រែឲ្យការទាំងអស់នោះគឺអាចកើតឡើងជាថ្មីបានអញ្ចឹងនៅក្នុងព្រះគម្ពីរថេសាឡូនីកជំពូកខ្សែទី1ជំពូក2ខ13បងប្អូនរកគ្នាបានអាននៅក្នុងនេះថេសាឡូនីកជំពូក2ខ3 1 2 3ដោយហេតុនេះទៀតបានជាយើងខ្ញុំអរព្រះគុណដល់ព្រះឥតមានដាច់គឺដោយព្រោះការអ្នករកគ្នាបានទទួលព្រះពរព្រះបន្ទូលជាដំណើរពីព្រះដោយសារយើងខ្ញុំនោះមិនបានទទួលទុកដូចជាពាក្យរបស់មនុស្សទេបានទទួលតាមភាពដ៏ពិតនៃដំណឹងល្អនោះវិញគឺជាព្រះបន្ទូលនៃព្រះដែលបណ្ដាមកក្នុងអ្នករកគ្នាជាពួកអ្នកជឿអញ្ចឹងព្រះបន្ទូលបានមានបន្ទូលមកកាន់យើងតាមរយៈសេចក្តីអធិប្បាយមានថាគឺរាប់ថាជាព្រះបន្ទូលរបស់ព្រះអង្គដែលព្រះអង្គបានមានបន្ទូលមកយើងតាមរយៈព្រះបន្ទូលរបស់ព្រះអង្គបាទដូច្នេះហើយបងប្អូនរកគ្នាមិនត្រូវមើលងាយក្នុងការដែលស្ដាប់ការអធិប្បាយអញ្ចឹងបងប្អូនត្រូវតែយកចិត្តទុកដាក់ស្ដាប់ទើបបងប្អូនរកគ្នាអាចយល់នៅអ្វីដែលព្រះអង្គចង់មានបន្ទូលតាមរយៈព្រះបន្ទូលនៅក្នុងការអធិប្បាយហ្នឹងប៉ះពាល់ដួងចិត្តនិងជីវិតរបស់បងប្អូនរកគ្នាបានឥឡូវយើងមើលបន្តទៀតក្នុងកិច្ចការចំពោះទី4ខទី4អាន1 2 3ប៉ុន្តែពួកអ្នកដែលឮព្រះបន្ទូលនោះមានគ្នាជាច្រើនបានជឿហើយពួកអ្នកដែលជឿក៏បានកើនឡើងមានប្រុសប្រហែលជា 5,000 នាក់អញ្ចឹង 5,000 នាក់គាត់បានឮគេឮព្រះបន្ទូលគាត់ជឿអីគេ 5,000 នាក់ជឿអ្នកណាគឺជឿលើព្រះយេស៊ូវហើយហេតុផលអីបានជាគាត់អាចជឿលើព្រះយេស៊ូវបានដោយសារគាត់បានឮអធិប្បាយឬពេត្រុសបានអធិប្បាយអំពីព្រះបន្ទូលរបស់ផងព្រះបាទអញ្ចឹងយើងដំណឹងល្អគឺជួយយើងឲ្យយើងបានជឿឲ្យយើងបានឮដំណឹងល្អទើបយើងជឿបាទហើយពេលដែលយើងជឿយើងទទួលបានការសង្គ្រោះយើងទទួលបានជីវិតអង្ករជានិច្ចនៅឯនគរឋានសួគ៌អញ្ចឹងហើយបងប្អូនឃើញថាហេតុផលនេះហើយបានជាយើងត្រូវការឮទើបយើងជឿកើតបើអត់ឮអត់មានអ្នកបញ្យល់អត់មានអ្នកអធិប្បាយឲ្យយើងយល់ហើយយើងអត់ឮយើងជឿព្រះអង្គបានយ៉ាងម៉េចយើងជឿព្រះអង្គអត់បានទេលុត្រាដែលយើងឮសិនហើយលុត្រាដែលមានអ្នកអធិប្បាយប្រាប់បាទអញ្ចឹងហើយបានជាបងប្អូននេះខិតខំមករាល់សប្តាហ៍ថ្ងៃអាទិត្យគឺដើម្បីឲ្យយើងអាចឮហើយស្ដាប់ព្រះបន្ទូលព្រះអង្គដើម្បីឲ្យជំនឿរបស់យើងនឹងកើនបាទកើនជំនឿឡើងដូចគ្នាដោយពេត្រុសបងប្អូនឃើញថាគាត់បាននៅជាមួយនឹងព្រះអង្គប្រហែលឆ្នាំបងប្អូន3ឆ្នាំគាត់ជាអ្នកនេសាទត្រីទេប៉ុន្តែសួរថាតើគាត់រៀនបានអ្វីពីព្រះយេស៊ូវគ្រីស្ទខ្លះបាទគាត់ទៅកាន់បិចកាន់សភៅអង្គុយរៀនទេអត់ទេគឺគាត់រៀនមើលពីជីវិតព្រះអង្គម្ចាស់ព្រះយេស៊ូវផ្ទាល់ហើយបន្តមកគាត់រស់នៅដូចជាអ្វីដែលគាត់បានឃើញអ្វីដែលគាត់បានឮពីព្រះអង្គឥឡូវយើងមើលពេត្រុសនៅក្នុងជំពូកខ13បងប្អូនអាន1 2 3ការបានឃើញថាពេត្រុសនិងយូហានមានចិត្តក្លាហាននោះពួកលោកទាំងនោះក៏មានសេចក្តីអស្ចារ្យដោយដឹងថាគេជាមនុស្សមិនសូវចេះជ្រៅជ្រះហើយឥតបានរៀនសូត្រប៉ុន្មានផងបានជាលោកយល់ឃើញថាគេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវអញ្ចឹងបងប្អូនឃើញថាមនុស្ស 5,000 នាក់ដែលគាត់អធិប្បាយឲ្យមនុស្ស 5,000 នាក់បានទទួលជឿលើព្រះយេស៊ូវនោះអ្នកណាដឹងទេគឺលោកពេត្រុសទាំងឯង
នឹងគាត់ផ្សាយនឹងល្អដំបងគាត់ប្រកាសដំណឹងល្អអត់មានប្រកាសអីផ្សេងក្រៅពីព្រះបន្ទូលព្រះទេបងប្អូនកុំឆ្ងល់អូលោកគ្រូខ្ញុំអត់ចេះគ្រឹះស្ដីខ្ញុំអត់ចេះអីគេអូខ្ញុំអត់ត្រូវការទាំងអស់អត់ត្រូវការទាំងអស់ត្រូវការតែមួយឯងគឺដំណឹងល្អយើងប្រកាសដំណឹងល្អទៅបានហើយយល់ទេគេជឿមិនជឿគឺជារឿងរបស់គេប៉ុន្តែយើងប្រកាសតែព្រះបន្ទូលព្រះអង្គដំណឹងល្អអញ្ចឹងអ្នកដែលជឿគេជឿអីគេជឿលើដំណឹងល្អគេមិនមែនជឿលើការបង្រៀនរបស់មនុស្សផ្អែមល្ហែមអីនោះអត់ទេគឺជឿលើព្រះបន្ទូលព្រះអង្គហើយសួរថាលោកពេត្រុសគាត់សួរថានៅក្នុងគម្ពីរបានថាម៉េចនេះគាត់ជាមនុស្សដែលមិនសូវចេះជ្រៅជ្រះទេគាត់ជាអ្នកនេសាទគាត់រៀនអត់ចេះអត់រៀនសូត្រអត់បានជ្រៅជ្រះទេហើយសួរថាតើគាត់មានវោហារស័ព្ទណាគាត់ចេះប្រើពាក្យខ្លងឃ្លានណាផ្អែមល្ហែមដើម្បីបញ្ចុះបញ្ចូលយុយងគេឲ្យគេជឿអត់ទេគឺគាត់ប្រកាសតែសេចក្តីពិតដែលគាត់បានរៀនពីព្រះយេស៊ូវហើយគាត់ប្រកាសការពិតនោះទៅកាន់បណ្ដាជនអញ្ចឹងហើយបានជាបណ្ដាជន 5000 នាក់បានទទួលជឿហើយ 5000 នាក់ដែលជឿមិនមែនជឿដោយសម្ដីលោកពេត្រុសប៉ុន្តែជឿលើព្រះបន្ទូលដែលពេត្រុសបានប្រកាសអាមែនអញ្ចឹងដូចជាបងប្អូនរបស់គ្នាដូចគ្នានៅទីនេះដែរគឺបងប្អូនជឿមិនមែនទៅលើអ្វីដែលខ្ញុំនិយាយបញ្ចុះបញ្ចូលបងប្អូនរបស់គ្នាទេប៉ុន្តែបងប្អូនជឿហើយឮពីព្រះបន្ទូលទទួលព្រះបន្ទូលព្រះអង្គគឺបងប្អូនបានសង្គ្រោះនឹងឯងអាមែនបាទអញ្ចឹងហើយបានជាខ្ញុំតែងតែឲ្យបងប្អូនរបស់គ្នាអានខគម្ពីរនឹងដើម្បីឲ្យបានបញ្ជាក់ថាអ្វីដែលបងប្អូនបានឃើញបានអានបានឮគឺព្រះបន្ទូលរបស់ផងព្រះមិនមែនជាការបង្រៀនរបស់មនុស្សប៉ុន្តែព្រះបន្ទូលដែលមកពីព្រះអាមែនបាទអញ្ចឹងហើយបានជាយើងឆ្លើយថាអាមែនមានថាពិតមែនហើយព្រះអង្គបានបង្រៀនយើងឲ្យយើងបានយល់ដូចជាក្នុងខទី21បងប្អូនអ្នកគ្នាអាន1 2 3នោះគឺបើតិចណាស់អ្នករកគ្នាបានឮហើយរៀននឹងត្រង់តាមសេចក្តីពិតដែលនៅក្នុងព្រះយេស៊ូវដែរឃើញអត់ហេតុផលដែលយើងរៀនយើងឮដោយសារអីគេសេចក្តីពិតព្រះគម្ពីរគឺជាសេចក្តីពិតបានជាយើងរៀនយើងឮយើងខំស្វែងយល់ហត់នឿយក៏ដោយយើងខំរៀនព្រះបន្ទូលព្រះអង្គពីព្រោះថាជាសេចក្តីពិតឧទាហរណ៍បើសិនជាក្នុងព្រះគម្ពីរនេះមិនមែនជាសេចក្តីពិតខ្ញុំអត់ចាំបាច់អធិប្បាយខ្ញុំអត់ចាំបាច់ទៅរៀនសាលាឆ្ងាយហើយបងប្អូនអត់ចាំបាច់មកអង្គុយទីនេះថ្វាយបង្គំព្រះអង្គទេយល់ទេបាទប៉ុន្តែដោយសារសេចក្តីពិតអញ្ចឹងត្រូវការយើងលះបង់ខិតខំប្រឹងប្រែងដើម្បីសង្វាតយល់រៀនព្រះបន្ទូលព្រះអង្គហើយសួរថាស្រួលទេបងប្អូនរៀនគម្ពីរអត់ស្រួលទេពិបាកណាស់ប៉ុន្តែសួរថាបោះបង់ទេពិបាកអញ្ចឹងមានថាបើសិនជាបងប្អូនអានហើយពិបាកឈប់អានហ្មងអត់ទេត្រូវដឹងថាអ្វីដែលយើងពិបាកនេះដោយសារសេចក្តីពិតវាជ្រៅជ្រះបានជាវាធ្វើឲ្យយើងលំបាកប៉ុន្តែយើងអត់ត្រូវបោះបង់យើងត្រូវតែសង្វាតខំខិតខំប្រឹងប្រែងរៀនព្រះបន្ទូលព្រះអង្គបាទទើបយើងអាចយល់ពីសេចក្តីពិតហើយដល់ពេលយើងយល់ពីសេចក្តីពិតរបស់ព្រះមួយពាក្យមួយឃ្លាវាមានន័យណាវាមានន័យក្នុងជីវិតរបស់យើងណាអត់មានអីមកប្រៀបផ្ទឹមនៅអ្វីដែលយើងបានយល់អំពីព្រះបន្ទូលព្រះអង្គបានទេបាទវាជាកម្លាំងណាដល់ពេលយើងបានយល់ពីសេចក្តីពិតព្រះអង្គវាធ្វើឲ្យយើងនឹងមានកម្លាំងមានសង្ឃឹមមកបាទអញ្ចឹងហើយបានជាបងប្អូនរកគ្នាថាអូលោកគ្រូមិនលោកគ្រូអាចធ្វើអញ្ចឹងបានបើសិនខ្ញុំនិយាយតាមត្រង់បើសិនជាខ្ញុំអត់មានព្រះបន្ទូលព្រះអង្គទេខ្ញុំអត់អាចបម្រើបងប្អូនបានទេខ្ញុំនិយាយត្រង់មកប៉ុន្តែហេតុផលដែលជំរុញឲ្យខ្ញុំមានកម្លាំងឈរមកដល់ទីនេះហើយពេលនេះហើយឈរមកចំពោះបងប្អូនបានគឺដោយសារព្រះបន្ទូលដែលខ្ញុំទទួលនឹងឯងបាទនេះហើយគឺជាកម្លាំងដែលខ្ញុំទទួលបានពីព្រះហើយក៏ខ្ញុំចង់ឲ្យបងប្អូនរកគ្នានឹងរីកចម្រើនហើយទទួលកម្លាំងដូចជាខ្ញុំបានទទួលដែរគឺរៀនសេចក្តីពិតពីព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទអាមែននៅក្នុងកូឡូសជំពូក3ខ16បងប្អូនអាន1 2 3ចូលឲ្យព្រះបន្ទូលនៃព្រះគ្រីស្ទបានសន្ធិដ្ឋនៅក្នុងអ្នករកគ្នាជាបរិបូរណ៍ដោយប្រាជ្ញាគ្រប់យ៉ាងទាំងបង្រៀនហើយទូមានគ្នាដោយនៅទំនប់ដំកើងទំនប់បរិសុទ្ធនិងចម្រៀងខាងឯវិញ្ញាណទាំងច្រៀងក្នុងចិត្តថ្វាយព្រះដោយព្រះគុណអញ្ចឹងហើយបានជាព្រះបន្ទូលបងប្អូនឃើញបទចម្រៀងដែលយើងច្រៀងហ្នឹងគឺសុទ្ធតែផ្សារជាប់ជាមួយនឹងព្រះបន្ទូលបាទបងប្អូនគាត់ថាអូចម្រៀងផ្សេងព្រះបន្ទូលផ្សេងអត់ផ្សេងទេការដែលយើងច្រៀងហ្នឹងគឺសុទ្ធតែអត្ថន័យដកស្រង់ពីព្រះគម្ពីរទាំងអស់ដកស្រង់ពីព្រះគម្ពីរទាំងអស់បាទអញ្ចឹងហើយនៅក្នុងនេះគឺថាម៉េចយើងអីគេចូលឲ្យព្រះបន្ទូលហ្នឹងសន្ធិដ្ឋក្នុងយើងជាបរិបូរណ៍គុំសន្ធិដ្ឋតែនៅក្នុងថ្ងៃអាទិត្យយល់ទេបាទក្រៅពីថ្ងៃអាទិត្យក៏ដោយសូមឲ្យព្រះបន្ទូលសន្ធិដ្ឋពីច័ន្ទដល់អាទិត្យយល់អត់បាទច័ន្ទដល់អាទិត្យសន្ធិដ្ឋដោយសារគេព្រះបន្ទូលជាគេប្រាជ្ញាខ្ញុំព្រះអង្គបានផ្ដល់ឲ្យមិញយើងដឹងថាព្រះបន្ទូលជាសេចក្តីពិតនៅក្នុងកូឡូសជំពូក
3 ខ 16 ព្រះអង្គបានថាម៉េចព្រះបន្ទូលគឺជាប្រាជ្ញាទូមានបង្រៀនយើងឃើញអត់ហើយព្រះបន្ទូលអីទៀតធ្វើអីទៀតបានគឺទំនុកចម្រៀងខាងវិញ្ញាណហើយច្រៀងថ្វាយទៅកាន់ព្រះដោយចេញពីចិត្តដូចបងប្អូនរកគ្នាបានឃើញក្រុមចម្រៀងហើយបងប្អូនអ្នកច្រៀងទាំងអ្នកច្រៀងទាំងអ្នកភ្លេងគឺច្រៀងថ្វាយដោយចេញពីចិត្តចេញពីចិត្តថ្វាយទៅកាន់ព្រះអង្គដោយអរព្រះគុណព្រះអង្គពីព្រោះថាបទចម្រៀងដែលតែងនោះសុទ្ធតែដកស្រង់ចេញពីព្រះគម្ពីរទាំងអស់អញ្ចឹងហើយពេលដែលបងប្អូនថ្វាយបង្គំសំខាន់ណាស់គឺពេលចម្រៀងចាប់ដើមនឹងមានន័យថាបងប្អូនកំពុងតែថ្វាយបង្គំព្រះអង្គហើយប៉ុន្តែបើសិនជាបងប្អូនមកគេច្រៀងចប់ហើយទៅមកដល់មានន័យថាគឺដាច់អត់បានថ្វាយបង្គំព្រះអង្គពាក់កណ្ដាលអូខេអញ្ចឹងបានជាខ្ញុំបានប្រាប់ឲ្យបងប្អូនមកមុន10នាទីដើម្បីយើងចាប់ផ្ដើមថ្វាយបង្គំព្រះអង្គរៀបចំទៅកាន់ព្រះអង្គនៅក្នុងខទី22បងប្អូនអាន1 2 3ថាខាងឯកិរិយាប្រព្រឹត្តការពីដើមនោះត្រូវឲ្យអ្នករកគ្នាដោះមនុស្សចាស់ដែលតែងតែខូចទៅតាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆោបោកចោលចេញចុះព្រះអង្គមកមានបន្ទូលថាម៉េចឲ្យយើងដោះអីគេដោះមនុស្សចាស់ដែលខូចដែលស្អុយរលួយបាទតែតាមសេចក្តីប៉ងប្រាថ្នារបស់យើងនឹងសូមកុំយើងនៅពាក់វាទៀតឲ្យដោះវាចេញកុំធ្វើវាទៀតឥឡូវបងប្អូនចាប់ដើមពិនិត្យមើលតើកាលពីដើមហើយឥឡូវនេះតើបងប្អូនរកគ្នាបានដោះមនុស្សចាស់នេះដែលខូចនេះដោះចេញនៅឬក៏នៅដោះបានពាក់កណ្ដាលទុកពាក់កណ្ដាលនៅស្ដាយខ្លះឬក៏កវត្តចោលទាំងអស់បាទពេលខ្លះយើងពិបាកធ្វើយើងអាចដោះវាចេញបានទាំងអស់ហើយប៉ុន្តែយើងកំពុងតែដោះវាចេញបន្តិចម្ដងមែនទេប្រសើរជាយើងអត់ដោះសោះអញ្ចឹងនៅក្នុងខទី23បងប្អូនអាន1 2 3ហើយឲ្យគំនិតក្នុងចិត្តបានកែប្រែជាថ្មីឡើងទីមួយការតាំងចិត្តនេះការតាំងចិត្តបើមិនជាបងប្អូនអត់តាំងចិត្តទេបងប្អូនកុំគិតថាធ្វើអីបានទាំងអស់ធ្វើអត់បានទេគឺលោកគ្រូខ្ញុំខ្សោយខ្ញុំទន់ខ្ញុំអត់អាចដោះបានមិនមែនអត់ដោះបានដោយសារអត់តាំងចិត្តយល់ទេអត់សម្រេចចិត្តគាត់ថាម៉េចឲ្យគំនិតក្នុងចិត្តនឹងបានកែប្រែជាថ្មីត្រូវតាំងចិត្តថាខ្ញុំនឹងចាប់ផ្ដើមដើរជាថ្មីក្នុងព្រះនោះគឺបានណាប៉ុន្តែបើសិនជាយើងអត់សម្រេចចិត្តដូចនេះទេអត់តាំងចិត្តដូចនេះទេសង្ឃឹមថាបានទេបើលឺ10ឆ្នាំទៀតក៏ដោយនៅតែដដែលឡើងអត់អាចដោះកើតទេយល់ទេបាទបើលឺហើយយ៉ាងម៉េចប្រាជ្ញាចិត្តតាំងចិត្តសម្រេចចិត្តហើយធ្វើវាតែម្ដងអត់ទុកយូរទេអានឹងទើបយើងអាចឆ្លងឧបសគ្គនឹងបានប៉ុន្តែបើសិនជាយើងគ្រាន់តែលឺហើយអត់មានការតាំងចិត្តក្នុងការដែលដោះអាមនុស្សចាស់តែស្អុយរលួយនឹងចេញទេវានៅតែតោងយើងជាប់អញ្ចឹងវានៅតែតោងយើងហើយយើងអាចយកឈ្នះវាបានទេអញ្ចឹងនៅក្នុងខទី24បងប្អូនអានតអគ្នា24អត់មានខ្ញុំអានឲ្យព្រមទាំងប្រដាប់ខ្លួនដោយមនុស្សថ្មីវិញដោយកើតមកក្នុងសេចក្តីសុចរិតហើយក្នុងសេចក្តីបរិសុទ្ធរបស់ផងសេចក្តីពិតតាមភាពព្រះយើងដោះមនុស្សដែលស្អុយរលួយនឹងចេញបន្ទាប់មកយើងពាក់មនុស្សថ្មីគេសុចរិតអីគេទៀតបរិសុទ្ធអីគេទៀតសេចក្តីពិតសុចរិតបរិសុទ្ធសេចក្តីពិតនោះគឺជាមនុស្សថ្មីដែលយើងត្រូវប្រដាប់ដែលយើងត្រូវពាក់បាទមិនមែនជាមនុស្សចាស់ស្អុយរលួយប៉ុន្តែសុចរិតបរិសុទ្ធសេចក្តីពិតតាមភាពព្រះដោយព្រះអង្គបាទអញ្ចឹងហើយនៅក្នុងនេះព្រះអង្គបានមានបន្ទូលនៅក្នុងអេផេសូបាទនៅក្នុងជំពូកទី5ខទី19ហើយក៏ដូចជារ៉ូមជំពូក8ខ10បងប្អូនអានរ៉ូម8ខ10ទាំងអស់គ្នា1 2 3ហើយបើសិនជាព្រះគ្រីស្ទសន្ធិដ្ឋមកអ្នករកគ្នានោះរូបសាច់បានស្លាប់ដោយព្រោះអំពើបាបមែនតែវិញ្ញាណមានជីវិតវិញដោយព្រោះសេចក្តីសុចរិតព្រោះថាបើសិនជាព្រះគ្រីស្ទសន្ធិដ្ឋនៅក្នុងអ្នករកគ្នារូបសាច់នោះបានស្លាប់អាមនុស្សចាស់របស់យើងគឺត្រូវបានស្លាប់តែម្ដងឥឡូវបណ្ឌិតមើលថាតើមនុស្សចាស់របស់យើងនៅក្នុងខ្លួនយើងនេះបានស្លាប់នៅឬក៏នៅប៉ុន្តែបើសិនជាមានព្រះគ្រីស្ទបើសិនជាបងប្អូនទទួលព្រះគ្រីស្ទយេស៊ូវមកគង់នៅក្នុងចិត្តគឺអូតូហ្មងមនុស្សចាស់ហ្នឹងគឺស្លាប់តែម្ដងអត់អាចនៅបានទេដោយសារព្រះគ្រីស្ទនៅក្នុងខ្លួនយើងជឿអំពើបាបវាចេញហើយវាអត់នៅក្នុងយើងបានទេបល្ល័ង្កចិត្តរបស់យើងគឺព្រះយេស៊ូវនៅមួយយើងអញ្ចឹងអំពើបាបអត់នៅក្នុងចិត្តយើងទៀតទេបាទវានឹងស្លាប់អញ្ចឹងបាននិយាយបានក្នុងខនេះថាម៉េចបើសិនជាព្រះគ្រីស្ទសន្ធិដ្ឋអ្នករកគ្នារូបសាច់នោះស្លាប់ដោយព្រោះអំពើបាបតែវិញ្ញាណអីគេមានជីវិតបាទវិញ្ញាណបងប្អូនរកគ្នាមានជីវិតរបស់បងប្អូនមានអំណរ
ហើយរស់នៅក្នុងសេចក្តីសុចរិតសេចក្តីពិតបាទនោះហើយគឺវិញ្ញាណតែបងប្អូនអាចសង្កេតថាបងប្អូនទទួលបានការសង្គ្រោះនៅពេលណាគឺដើម្បីបងប្អូនរាល់គ្នានេះមានជីវិតទទួលជីវិតពីព្រះអង្គហើយបងប្អូនចាប់ផ្ដើមសម្រេចចិត្តរស់នៅក្នុងសេចក្តីសុចរិតរបស់ផងព្រះមិនមែនដោយកម្លាំងខ្លួនឯងទេណាប៉ុន្តែដោយព្រះអង្គគង់នៅជាមួយនឹងបងប្អូនហើយជួយបងប្អូនឲ្យរស់នៅក្នុងសេចក្តីសុចរិតសេចក្តីបរិសុទ្ធរបស់ផងព្រះបាទដោយកម្លាំងព្រះអង្គមិនមែនដោយកម្លាំងខ្លួនឯងនោះទេដូចជានៅរ៉ូមចំពោះ6ខ6បងប្អូនអានទាំងអស់គ្នា1 2 3ដោយដឹងសេចក្តីនេះថាមនុស្សចាស់របស់យើងបានត្រូវឆ្កាងជាមួយនឹងទ្រង់ហើយដើម្បីឲ្យតួអំពើបាបបានត្រូវសូន្យទៅប្រយោជន៍កុំឲ្យយើងនៅបំរើបាបទៀតឡើយបាទឥឡូវយើងមើលនៅក្នុងខ11បងប្អូនខ្ញុំអានឲ្យដូច្នេះចូលអ្នករាល់គ្នារាប់ទុកដូចជាមនុស្សស្លាប់ខាងឯអំពើបាបតែរស់ខាងឯព្រះវិញដោយនៅព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នាអញ្ចឹងព្រះអង្គបានថាអំពើបាបបានឆ្កាងបាទបានអំពើបាបព្រះអង្គបានសគត់ជំនួសអំពើបាបរបស់យើងទាំងអស់គ្នានៅលើឈើឆ្កាងសូន្យបាត់ហើយគឺប្រយោជន៍ដើម្បីកុំឲ្យយើងនឹងនៅបំរើក្នុងអំពើបាបតទៅទៀតដូច្នេះហើយយើងត្រូវបានរាប់ខ្លួនថាយើងបានរស់ខាងឯព្រះយើងបានស្លាប់ខាងឯអំពើបាបប៉ុន្តែយើងរស់ខាងឯព្រះគ្រីស្ទយេស៊ូវអាមែនហើយយើងរស់សពថ្ងៃនេះគឺមិនមែនដោយកម្លាំងរបស់យើងប៉ុន្តែដោយសារព្រះគ្រីស្ទដែលគង់នៅក្នុងយើងហើយជួយយើងឲ្យយើងរីកចម្រើនតាមណាបងប្អូនតាមព្រះគម្ពីរតាមព្រះបន្ទូលព្រះអង្គមួយថ្ងៃមួយដងគឺជួយឲ្យយើងរីកចម្រើនហើយឲ្យយើងអាចបង្កើតផលផ្លែថ្វាយទៅកាន់ព្រះអង្គបានអញ្ចឹងហើយបានជាការដែលបងប្អូនរៀនព្រះបន្ទូលព្រះអង្គសំខាន់ការដែលបងប្អូនរាល់គ្នាបានស្ដាប់ឮព្រះបន្ទូលព្រះអង្គសំខាន់ដើម្បីជួយឲ្យបងប្អូនរាល់គ្នានឹងបានរស់នៅដោយត្រឹមត្រូវដោយសុចរិតតាមសេចក្តីពិតនៃព្រះបន្ទូលព្រះអង្គអាមែនសូមបិទភ្នែកនិងអធិដ្ឋានអរគុណព្រះអង្គនៅពេលនេះដែលព្រះអង្គបានប្រទានពរដល់បងប្អូនយើងខ្ញុំរាល់គ្នាឲ្យបានដឹងអំពីជីវិតថ្មីជីវិតមនុស្សថ្មីយើងខ្ញុំរាល់គ្នាដោយសារព្រះគ្រីស្ទបានសគត់ជំនួសអំពើបាបរបស់យើងខ្ញុំគឺប្រយោជន៍ដើម្បីកុំឲ្យយើងខ្ញុំរាល់គ្នានៅបំរើអំពើបាបនោះឡើយប៉ុន្តែយើងខ្ញុំរាល់គ្នាបានរស់នៅក្នុងព្រះគ្រីស្ទយេស៊ូវវិញព្រះអង្គសូមបានគង់នៅជាមួយនឹងបងប្អូនយើងខ្ញុំនៅទីនេះឲ្យយើងខ្ញុំរាល់គ្នាបានយាងព្រះអង្គគង់នៅក្នុងចិត្តនិងក្នុងជីវិតយើងខ្ញុំរាល់គ្នាម្នាក់ៗ